ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងសេចក្តីណែនាំស្តីពីការផ្អាកដំណើរការបង្រៀននិងរៀនក្នុងស្រុកបាណន់ខេត្តបាត់ដំបងយោងសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងអនុសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំយុវជននិងកីឡាខេត្តសូមជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាលោកគ្រូអ្នកគ្រូបុគ្គលិកអប់រំអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជ្រាបថាដោយមានការឈ្លានពានពីសំណាក់យោធាថៃមកលើភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី24ខែធ្នូឆ្នាំ2025នេះមន្ទីរអប់រំយុវជននិងកីឡាខេត្តសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបាណន់ផ្អាកដំណើរការបង្រៀននិងរៀនបណ្ដោះអាសន្នរហូតដល់ការជួបដំណឹងជាថ្មីដើម្បីធានាសុវត្ថិភាពដល់លោកគ្រូអ្នកគ្រូបុគ្គលិកអប់រំនិងសិស្សានុសិស្សទាំងអស់បញ្ជាបាននៅគ្រោះថ្នាក់សេចក្តីដោយបានជម្រាបជូនដំណឹងខាងលើសូមគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សានៃស្រុកបាណន់លោកគ្រូអ្នកគ្រូបុគ្គលិកអប់រំអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាននិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃពុធ5កើតខែបុស្សឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569បាត់ដំបងថ្ងៃទី24ខែធ្នូឆ្នាំ2025